សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីការ set up នៅ DHCP server នៅក្នុង Windows Server អញ្ចឹងដើម្បីយើងធ្វើការconfigure DHCP server នៅក្នុង Windows បានយើងចូលមកកាន់ server manager អញ្ចឹងបន្ទាប់ពីយើងចូលមកដល់ server manager ហើយបើសិនជាអ្នកគ្នាអត់ទាន់បាន add role សម្រាប់ DHCP ទេអ្នកគ្នាអាចចូលមកកន្លែង manage នេះហើយ add role and feature ចុច next ទៀតមកតបមកកន្លែងនេះយើង tick យក DHCP server ហើយចុច next ហើយ install វិញមកតែដោយសារតែម៉ាស៊ីនរបស់ខ្ញុំបានធ្វើការ add DHCP ហើយអញ្ចឹងដើម្បី config វាខ្ញុំចូលមកកាន់ tool យកមក tool ហើយយើងយក DHCP បន្ទាប់ពីចូលមកដល់ហ្នឹងហើយចុចដល់នេះ IPv4 តមកកន្លែង IPv4 នេះខ្ញុំ right click ហើយ add new scope នេះតមក next ខ្ញុំអាចដាក់ឈ្មោះថា lab testing next ចឹងកន្លែងនេះជាកន្លែងដែលយើងដាក់ថាយើងចង់បោះ IP ពីណាដល់ណាអញ្ចឹងខ្ញុំអាចថាខ្ញុំបោះ IP ពី192 168 168ពី100ទៅដល់254ណាចានេះខ្ញុំសុំ skip ចោលអញ្ចឹងកន្លែងនេះបន្ទាប់ពី8ថ្ងៃវានឹងធ្វើការបោះនៅ IP ថ្មីទៅវាធ្វើការ renew IP និចទៀតមកចឹងអានេះកន្លែងនេះគឺ default gateway ចឹង default gateway របស់ខ្ញុំ192 168 168 1 like អានេះdemoខ្ញុំយកអានេះមកអូខេខ្ញុំ activate អស់ហើយមកចឹងចុច next finish ចឹងscope របស់យើងពេលខ្ញុំនេះមិញហ្នឹងខ្ញុំបានធ្វើការ active ហើយចឹងបន្តមកទៀតខ្ញុំធ្វើការចូលមកកន្លែង VM នេះចូលមក setting ឆាយក custom ហើយយក VMnet 8ឥឡូវខ្ញុំចូលមកម៉ាស៊ីនរបស់ខ្ញុំសិនចូលមកកន្លែង setting នេះកន្លែង address pool នេះវានឹងបង្ហាញថាយើងបោះ IP ពីប៉ុណ្ណាទៅដល់ប៉ុណ្ណាហើយaddress list នេះវានឹង
show ថាមានម៉ាស៊ីនណាដែលយើងបានបោះ IP ទៅនៅដែលនេះឥឡូវខ្ញុំអត់ទាន់បានបោះ IP ទៅណាទេចឹងខ្ញុំសាកតេស្តទៅក្នុងម៉ាស៊ីនខ្ញុំម្ដងទៀតចូលមក command prompt នេះមកខ្ញុំ release IP ចាស់ចោលសិនចុះ IP នេះអត់ចឹងអត់ដើរពេលធំពេកមកមុនហ្នឹងខ្ញុំ activate ហើយ activate ហើយតែវាអត់បោះមែនអូខេអ្នកគ្នានេះវាបោះមកហើយវាអំណែ8ចុះវាបោះនេះ192.168.100ហើយ subnet mask ប៉ុណ្នេះហើយdefault gateway ដូចម៉ាស៊ីនរបស់ខ្ញុំអញ្ចឹងម៉ាស៊ីនរបស់ខ្ញុំ default gateway ប៉ុណ្ណឹងវាបោះមកប៉ុណ្ណឹងហើយនេះជា IP របស់ DHCP server របស់យើងអូខេអញ្ចឹងសម្រាប់ការconfig DHCP server នៅក្នុង Windows មានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណ